សូមស្វាគមន៍អ្នកសិក្សាគ្រប់រូបមកកាន់ YouTube Channel រៀនខ្មែរថ្ងៃនេះលោកគ្រូបានលើកយកប្រធានសំណេរតែងសេចក្តីបែបពន្យល់មួយយកមកចែករំលែកអ្នកសិក្សាគ្រប់រូបឲ្យបានយល់នៅក្នុងការសិក្សានៅថ្ងៃនេះលោកគ្រូបានលើកយកប្រធានបាទពន្យល់ពាក្យស្លោកមួយដោយគេលើកឡើងថាវិជាជាទ្រព្យជាប់នឹងប្រាណចោលលួចមិនបានចាយច្រើនចម្រើនឡើងគេថាចូលពន្យល់ដោយលើកឧទាហរណ៍ក្នុងសង្គមនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់បាននៅក្នុងប្រធានពន្យល់ពាក្យស្លោកមួយនេះគឺជាប្រធានពន្យល់មួយដែលទាមទារឲ្យអ្នកសិក្សាគ្រប់រូបបកស្រាយក៏ដូចជាពន្យល់ព្រមទាំងលើកឧទាហរណ៍ដែលមាននៅក្នុងសង្គមបច្ចុប្បន្ននិងអក្សរសិល្ប៍ខ្មែរឬក៏រឿងរបស់ខ្មែរនឹងមកបញ្ជាក់ផងបាទមុននឹងយើងធ្វើការពន្យល់ប្រធានសំណេរតែងសេចក្តីគឺយើងត្រូវយល់ន័យពាក្យកន្លឹះមួយចំនួនជាមុនសិនបាទអញ្ចឹងតើវិជាអ្វីបាទទ្រព្យសម្បត្តិជាអ្វីហើយប្រាណមានន័យយ៉ាងណាដែរចំណែកឯពាក្យចាយតើចាយនៅទីនេះមានន័យដូចម្ដេចបាទចាយនេះសំដៅទៅលើអ្វីបាទអញ្ចឹងយើងត្រូវយល់ពាក្យមួយសិនបន្ទាប់មកយើងត្រូវយល់ន័យរួមថាតើគំនិតឬក៏បំណងរបស់ប្រធានរួមហ្នឹងគេចង់មានន័យដូចម្ដេចដែរបាទគេចង់មានន័យថាចំណេះគឺជាអ្វីដែលជាប់នឹងខ្លួនមនុស្សហើយយើងអាចចាយវាយអាចប្រើប្រាស់តាមតម្រូវការជាក់ស្ដែងកាលណាប្រើកាន់តែច្រើនវាធ្វើឲ្យកាន់តែរីកចម្រើនហើយមិនមានចោរណាមួយអាចលួចពីយើងទៅបានឡើយនេះជាបំណងរួមរបស់ប្រធានអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលសេចក្តីអធិប្បាយរបស់លោកគ្រូទាំងអស់គ្នាអញ្ចឹងចូលបន្ទាត់មួយបាទរំនាំបញ្ហាអញ្ចឹងគេថាមនុស្សម្នាក់កើតមកមិនបានវិជ្ជពីចំណេះវិជ្ជាមកជាមួយទេដូច្នេះដើម្បីមានវិជ្ជាទាំងឡាយមនុស្សម្នាក់ត្រូវតែស្វះស្វែងរកចំណេះវិជ្ជាជាទ្រព្យមានតម្លៃលើសទ្រព្យនានាចំណេះវិជ្ជាអាចកែប្រែបុគ្គលខ្លួនឯងជួយគ្រួសារនិងសង្គមជាតិបាទអញ្ចឹង3ជួរនេះយើងហៅថាជាលំនាំបញ្ហាដែលអ្នកសិក្សាគ្រប់រូបត្រូវសរសេរឲ្យតាក់ទងទៅនឹងចំណេះវិជ្ជាតាក់ទងទៅនឹងសារៈសំខាន់នៃចំណេះវិជ្ជាថាតើចំណេះហ្នឹងវាមានសារៈសំខាន់អ្វីហេតុអ្វីបានជាវាចាយហើយវាធ្វើឲ្យយើងកាន់តែចម្រើនឡើងទៅវិញនោះបាទអញ្ចឹងយើងនិយាយទូទៅតាក់ទងទៅនឹងចំណេះវិជ្ជាប៉ុណ្ណឹងប្រហែល3បន្ទាត់ឥឡូវយើងចូលទៅចំណុចមួយទៀតគឺចំណូលបញ្ហាដែលយើងត្រូវលើកយកប្រធានសំណេររបស់យើងខាងលើនេះបញ្ចូលវិញទាំងស្រុងបាទអញ្ចឹងលោកគ្រូបានសរសេរដូចតទៅថាដូចនេះហើយទើបមានពាក្យស្លោកមួយពោលថាវិជ្ជាទ្រព្យជាប់នឹងប្រាណចោលលួចមិនបានចាយច្រើនចម្រើនឡើងបាទខណ្ឌនេះជាចំណូលដែលយើងត្រូវលើកយកប្រធានដាក់ចូលវិញដោយមិនមានការកែប្រែទេបន្ទាប់ពីចំណូលហើយគឺយើងត្រូវចូលបន្ទាត់មួយទៀតគឺចំណោទបញ្ហាដែលយើងត្រូវចោទសួរទៅប្រធានមុននឹងចូលទៅដល់ការបកស្រាយអញ្ចឹងយើងសរសេរដូចតទៅថាតើពាក្យស្លោកខាងលើមានអត្ថន័យនិងតម្លៃអប់រំដូចម្ដេចខ្លះបាទត្រូវចោទសួរមុននឹងយើងចូលទៅដល់ការបកស្រាយនៃប្រធានសំណេរតែងសេចក្តីរបស់យើងបាទឥឡូវយើងចូលទៅចំណុចបន្ទាប់ទៀតគឺឃ្លាភ្ជាប់សេចក្តីបាទត្រង់នេះណាយើងត្រូវចូលបន្ទាត់ថ្មីមួយទៀតបាទអញ្ចឹងគេថាដើម្បីជំនួយដល់ការបកស្រាយប្រធានខាងលើជាបឋមយើងគួរយល់ន័យពាក្យកន្លឹះមួយចំនួនជាមុនសិនបាទជាឃ្លាភ្ជាប់ដែលភ្ជាប់ពីផ្ដើមសេចក្តីឆ្ពោះទៅកាន់តួសេចក្តីបន្ទាប់មកយើងពន្យល់ពាក្យយើងយកពាក្យដែលចេញពីប្រធានបទរបស់យើងហ្នឹងយកមកពន្យល់ប្រាប់គេថាតើពាក្យទាំងអស់ហ្នឹងមានន័យដូចម្ដេចដែរបើឧទាហរណ៍ពាក្យទី1វិជ្ជាមានន័យថាចំណេះដឹងការចេះដឹងច្បាស់ដែលកើតចេញពីការសិក្សារៀនសូត្របាទឯទ្រព្យបាទឯពាក្យទ្រព្យគឺជាសម្បត្តិធនធានទាំងឡាយដែលមានតម្លៃបាទអញ្ចឹងទ្រព្យសម្បត្តិហ្នឹងទ្រព្យហ្នឹងឬវាមានន័យស្មើនឹងទ្រព្យសម្បត្តិឬក៏ធនធានដែលវាមានតម្លៃណាបាទចំណែកពាក្យប្រាណនៅទីនេះគឺជារូបរាងកាយ
បាទខ្លួនឯងហ្នឹងឬក៏ជីវិតរបស់យើងហ្នឹងបាទចំណែកឯពាក្យចាយបាទចាយគឺសំដៅដល់ការចំណាយការចាយវាយឬប្រើប្រាស់ប្រកាសតាមតម្រូវការបាទចាយហ្នឹងមានន័យថាចំណាយឬក៏ប្រើប្រាស់ធនធានហ្នឹងទៅតាមតម្រូវការជាក់ស្ដែងអញ្ចឹងការពន្យល់ពាក្យកន្លឹះនៅក្នុងប្រធានបទរបស់យើងគឺមាន4ទី1គឺវិជាទ្រព្យប្រាណនិងបាទពាក្យចាយបាទឥឡូវយើងចូលទៅចំណុចបន្ទាប់ទៀតគឺពន្យល់នៃប្រធានអញ្ចឹងគេថាដូចនេះប្រធានខាងលើមានន័យថាចំណេះនិងជំនាញជាទ្រព្យដែលជាប់នឹងប្រាណគ្មានចោលលួចឆក់ប្លន់បានទេបាទហើយប្រើប្រាស់កាន់តែច្រើនគឺទទួលផលកើនទ្វេប្រធានបទរបស់យើងទាំងមូលមានន័យថានៅពេលដែលមនុស្សមានចំណេះវិជ្ជាមានជំនាញគឺជាទ្រព្យបាទគឺជាសម្បត្តិដែលជាប់នឹងខ្លួនគេនោះផ្ទាល់តែម្ដងมันមានចោលណាមួយអាចលួចឆក់ប្លន់ឬក៏បាត់បង់ទេបាទអញ្ចឹងគេអាចប្រើចំណេះហ្នឹងដើម្បីប្រើប្រាស់ដើម្បីចាយវាកាន់តែកើនឡើងទៅវិញបាទនេះគឺជាគំនិតរួមរបស់ប្រធានសំណេររបស់យើងបាទឥឡូវយើងចូលទៅចំណុចបន្តទៀតគឺបកស្រាយប្រធានដែលនៅត្រង់ការបកស្រាយនេះផងដែរអ្នកសិក្សាគ្រប់រូបត្រូវតែចូលបន្ទាត់ថ្មីមួយបាទនៅត្រង់ចំណុចនេះអញ្ចឹងយើងត្រូវប្រម៉ែប្រមូលគំនិតក៏ដូចជាប្រមូលការចេះដឹងផ្សេងមកពន្យល់មកបកស្រាយប្រាប់គេថាចំណេះវិជ្ជាគឺជាទ្រព្យដែលជាប់នឹងខ្លួនប្រាណរបស់មនុស្សអស់មួយជីវិតនៅពេលដែលយើងប្រើទ្រព្យនឹងកាន់តែច្រើនប្រើចំណេះដឹងកាន់តែច្រើនវាធ្វើយើងកាន់តែទទួលបានផលមកវិញបាទអញ្ចឹងយើងទៅមើលការសរសេរបកស្រាយរបស់លោកគ្រូទាំងអស់គ្នាបាទគេថាជាការពិតណាស់ចំណេះដឹងជាសម្បត្តិមានតម្លៃមហាសាលទោះបើគេចាយវាយប្រើប្រាស់ច្រើនប៉ុណ្ណាក៏មិនអស់ដែរគឺមានកើនច្រើនឡើងថែមទៀតបាទគេថាចំណេះនិងជំនាញគឺពិតមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ព្រោះបើគេមានចំណេះនិងជំនាញអ្វីមួយហើយនឹងមិនសាបសូន្យឬបាត់បង់ទៅវិញឡើយបាទអញ្ចឹងយើងបង្ហាញប្រាប់គេថានៅពេលដែលមនុស្សមានចំណេះឬជំនាញអ្វីមួយគឺគេអាចប្រើប្រាស់បាទចំណេះនិងជំនាញរបស់គេនឹងអស់មួយជីវិតវាមិនបាត់បង់ទៅវិញទេបាទឥឡូវយើងមើលបន្តទៀតគេថាបញ្ចាំងវិញទៀតនៅពេលដែលគេប្រើប្រាស់កាន់តែច្រើនមាសប្រាក់កែវកងដីធ្លីផ្ទះសម្បែងរឹតតែកើនឡើងទ្វេបាទជាក់ស្ដែងសិស្សានុសិស្សនិងអ្នកសិក្សាទាំងឡាយដែលខិតខំស្រាវជ្រាវរៀនសូត្រខិតខំស្រាវជ្រាវរហូតពួកគេមានចំណេះដឹងនិងជំនាញច្បាស់លាស់មួយមិនយូរប៉ុន្មានពួកគេយកវិជ្ជាដែលសន្សំទៅប្រកបការងារផ្សេងដូចជាជាងជួសជុលស្មូនមន្ត្រីការិយាល័យប៉ូលីសទាហានគ្រូបង្រៀនគ្រូពេទ្យរហូតក្លាយជាមនុស្សមានតម្លៃក្នុងសង្គមបាទអញ្ចឹងនៅពេលដែលគេទទួលបានការសិក្សារៀនសូត្រធ្វើឲ្យគេមានចំណេះដឹងនេះហើយគឺប្រៀបបានទៅនឹងទ្រព្យសម្បត្តិរបស់គេដែលអាចប្រើចិញ្ចឹមខ្លួនឯងនឹងអស់មួយជីវិតបានដូចជាការងារបានរៀបរាប់នេះណាបាទដូចជាការងារគ្រូបង្រៀនបាទគ្រូពេទ្យទាហានឬក៏ប៉ូលីសជាដើមឥឡូវយើងមើលបន្តទៀតគេថាមិនត្រឹមតែប៉ុណ្ណោះវិជ្ជាដែលមាននៅក្នុងខ្លួនបុគ្គលម្នាក់នោះគឺមានតម្លៃសម្រាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិផងដែរបាទអ្នកសិក្សាអ្នកប្រាជ្ញឬអ្នកវិទ្យាសាស្ត្របានច្នៃបង្កើតសម្ភារៈប្រើប្រាស់ផ្សេងឬបង្កើតបច្ចេកវិទ្យាថ្មីដែលជួយសម្រួលដល់ការរស់នៅរបស់មនុស្សក្នុងសង្គមក៏ដូចជាផ្លាស់ប្ដូររបៀបរបបរស់នៅរបស់មនុស្សទូទាំងពិភពលោកបាទអញ្ចឹងគេថាក្រៅតែពីជួយខ្លួនឯងក៏អាចប្រើចំណេះដឹងជួយគ្រួសារក៏ដូចជាសង្គមផងដែរបាទដូចជាអ្នកវិទ្យាសាស្ត្រអ្នកប្រាជ្ញឬក៏អ្នកបង្កើតអ្វីផ្សេងហ្នឹងបាទឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាគេថាសមិទ្ធផលទាំងអស់នោះមានដូចជាវិទ្យុទូរទស្សន៍អ៊ីនធឺណិតកុំព្យូទ័រនិងបញ្ញាសិប្បនិម្មិតថ្មីបាទអញ្ចឹងសមិទ្ធផលទាំងអស់នេះគឺវាកើតចេញពីចំណេះវិជ្ជានោះឯងបាទចំណេះវិជ្ជាដែលកើតចេញពីការសិក្សារៀនសូត្រហ្នឹងឥឡូវយើងមើលបន្តទៀតគេថាចំណេះវិជ្ជាដែលមាននៅក្នុងខួរក្បាលមនុស្ស
មិនពិបាកវិស្ពីតាមខ្លួនគ្មានកណ្ដៀកោឥតកណ្ដោកាត់ចាយវាតាមចិត្តឥតបញ្ហាពលចាយកាន់តែច្រើនមានកាន់តែច្រើនឡើងទៅវិញបាទមានតែចម្រើនឡើងទៅវិញអញ្ចឹងការបកស្រាយអំពីចំណេះវិជ្ជាជាប់នឹងប្រាណហ្នឹងគឺលោកគ្រូសូមបកស្រាយសង្ខេបត្រឹមតែប៉ុណ្ណឹងបាទអញ្ចឹងលោកគ្រូសូមរំពឹងថាអ្នកសិក្សាគ្រប់រូបអាចយល់អំពីសំណេរតែងសេចក្តីខ្លីមួយនេះបានបាទអញ្ចឹងបន្ទាប់ពីយើងបកស្រាយចប់ហើយគឺយើងសរុបខ្លឹមសាររួមឡើងវិញថាតើសំណេររបស់យើងនឹងនិយាយអំពីអ្វីអញ្ចឹងយើងត្រូវចូលបន្ទាត់ថ្មីមួយទៀតបាទយើងសរសេរថាសរុបមកវិជ្ជាជាទ្រព្យមានតម្លៃលើសទ្រព្យទាំងឡាយកាលណាមនុស្សមានចំណេះវិជ្ជាពួកគេមិនបារម្ភរឿងចោលលួចចោលប្លន់ស្រួលទុកស្រណុកដាក់ចាយវាកាន់តែច្រើនកាន់តែចម្រើនឡើងបាទយើងសរុបខ្លឹមសាររួមឡើងវិញថាតើនៅខាងលើហ្នឹងយើងបានបកស្រាយពីអ្វីខ្លះបន្ទាប់ពីយើងសរុបហើយគឺយើងត្រូវចូលបន្ទាត់ថ្មីមួយទៀតគឺយើងវាយតម្លៃប្រធានបទថាតើប្រធានរបស់យើងហ្នឹងមានសារៈសំខាន់កម្រិតណាបាទអញ្ចឹងយើងសរសេរតាមលោកគ្រូដូចតទៅថាឆ្លងតាមការបកស្រាយរួចមកយើងអាចវាយតម្លៃប្រធានបានថាប្រធានពិតជាមានអត្ថន័យនិងតម្លៃអប់រំល្អព្រោះបានបង្ហាញពីសារៈសំខាន់នៃចំណេះវិជ្ជាដែលជាគ្រឿងនាំមនុស្សឲ្យរស់នៅមានសេចក្តីសុខនិងសុភមង្គលបាទយើងវាយតម្លៃដោយការសរសើរប្រធានថាប្រធានហ្នឹងគឺបានជួយជំរុញមនុស្សឲ្យមនុស្សហ្នឹងឲ្យតម្លៃទៅលើចំណេះវិជ្ជាបាទអញ្ចឹងលោកគ្រូវាយតម្លៃប៉ុណ្ណឹងឥឡូវយើងចូលទៅចំណុចមួយទៀតចុងក្រោយរបស់យើងគឺមតិយោបល់ផ្ទាល់ខ្លួនបាទគេថាដូចនេះក្នុងនាមយើងជាយុវជនចំនួនក្រោយយើងត្រូវខិតខំរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះដើម្បីជួយខ្លួនឯងគ្រួសារនិងសង្គមជាតិរបស់យើងបាទអញ្ចឹងទស្សនៈយោបល់ផ្ទាល់ខ្លួនរបស់អ្នកសរសេរសំណេរតែងសេចក្តីគឺយើងត្រូវបញ្ចេញយោបល់របស់យើងឲ្យតកតងទៅនឹងប្រធានបាទតកតងទៅនឹងប្រធានសំណេរដែលគេបានចោទសួរនៅខាងលើហ្នឹងថាតើក្នុងនាមយើងជាយុវជនហ្នឹងតើយើងគួរធ្វើអីបាទគឺយើងត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះបាទអញ្ចឹងនៅក្នុងការសរសេរសំណេរតែងសេចក្តីបែបពន្យល់ខ្លីមួយនេះគឺលោកគ្រូសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយដោយលោកគ្រូបានបញ្ជាក់នៅខាងដើមថាសំណេរតែងសេចក្តីមួយនេះគឺលោកគ្រូដកស្រង់មកដើម្បីឲ្យបងប្អូនដែលទៅតែរៀនតែងឬក៏អ្នកសិក្សាដែលទៅតែសាកល្បងតែងអាចយកទៅសរសេរជាសំណេរតែងសេចក្តីមួយបានបាទដោយមើលគំរូរបស់លោកគ្រូខាងលើនេះបាទថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅមេរៀនភាសាខ្មែរក្រោយៗជាច្រើនទៀត